បាទជំរាបសួរបងប្អូនបាទខ្ញុំបង្ហាញទីតាំងវត្តមួយនៅក្នុងខេត្តបាត់ដំបងបាទវត្តនេះដែលខ្ញុំបានបំពោះកូននៅទីនេះបាទគឺវត្តកល្យាណីទួលថ្នោតជុំបាទហើយផ្លូវចូលអមទៅដោយទេសភាពធម្មជាតិមានដើមថ្នោតជាជួរមានដើមកង្កោបបាទហើយមានចាក់ប៊ីតុងចូលទៅស្អាតបាទហើយនៅក្នុងទីធ្លាវត្តហ្នឹងគឺថាមានរៀបចំបុនីយដ្ឋានមានថាកន្លែងគោបូជាបែបធម្មជាតិណាបាទធម្មជាតិវាសំណង់ខ្លះចឹងទៅហ្នឹងហើយព្រះវិហារកំពុងតែសាងសង់បាទហើយទីធ្លាវត្តនេះទលាយថាល្មមមិនជាធំពេកតែក៏មិនជាទូចពេកហើយមានការកសាងប្រឹងប្រែងពីព្រះសង្ឃគណៈកម្មការចឹងទៅបានកសាងបានសមិទ្ធផលច្រើនគួរឲ្យចាប់អារម្មណ៍បាទហើយកាលពីដើមឡើយវត្តនេះគ្រាន់ជាអាស្រមមួយតូចទេបាទយូរឆ្នាំហើយតាំងខ្ញុំនៅក្មេងៗតែឥឡូវនេះបានសមិទ្ធផលច្រើននៅក្នុងវត្តបាទហើយព្រះសង្ឃគង់នៅវត្តក៏មានច្រើនបាទហើយសំណង់មួយគឺថាមើលទៅគួរឲ្យតាក់ទាញស្អាតសមរម្យអញ្ចឹងណាបាទនេះដូចជានេះយើងហៅកន្លែងតម្កល់ព្រះសម្មាសម្ពុទ្ធហើយដូចកញ្ចុះនេះចឹងមានដើមឈើអញ្ចឹងទៅនេះគឺខ្លោងទ្វារវត្តបាទខ្លោងទ្វារធំបាទវត្តកល្យាណីទួលថ្នោតជុំបាទម៉ូដនេះក៏មួយយ៉ាងដែរបាទសមរម្យហើយនេះផ្លូវយើងជិះចេញមកវិញបាទយើងចេញមកវិញថតភាសាទៀតនៅខាងនេះមានចកាអំពៅផងមានចកាអំពៅមានដើមកង្កោកមានដើមឈើនិយាយទៅបងប្អូននៅឆ្ងាយអីក៏ឃើញទិដ្ឋភាពដើមអំពៅទិដ្ឋភាពដើមថ្នោតវាស្រែអញ្ចឹងឯងគួរឲ្យចាប់អារម្មណ៍ចង់មើលដែរណាបាទនេះខ្ញុំថតពីលើឡានទេហើយទីទៀតខ្ញុំដាក់រូបភាពនៅក្នុងសាលាបាទនេះក្នុងសាលាធម្មសភាថ្វាយគុំព្រះគឺរៀបចំបានស្អាតណាស់បាទអញ្ចឹងសូមអរគុណគ្រាន់តែឆ្លៀតរៀបរាប់អំពីវត្តនេះកល្យាណីបន្តិចបាទសូមអរគុណ